សណ្ដែកបារាំងប្រើទឹកជីយើងបាន2ដងមួយផ្លែស្គឹសនិយាយពីក្តាប់ក្តាប់អស់តោះហើយសណ្ដែកហ្នឹងគឺការខ្ញុំមកលើកទី1ហ្នឹងឡើងរូញហើយបាញ់ថ្នាំឡើងនេះហើយម្ចាស់បាញ់ថ្នាំបាញ់ឡើងឆ្អែតហើយលែងចង់បាញ់ហើយអ្នកគេអត់ប្រើជីហ្នឹងរូញដែរឥឡូវហ្នឹងគេអត់ប្រើគេអត់ជឿថាទឹកជីរបស់ខាងយើងនឹងវាជួយបានដល់ពេលអញ្ចឹងអត់ជឿឥឡូវខូចហើយនៅជាប់គ្នាដែរនៅខាងលិចគ្នាហ្នឹងឥឡូវខូចហើយខូចហើយចោលហើយសណ្ដែកហ្នឹងម្ចាស់ប្រើជីហ្នឹងឥឡូវម្ចាស់ហ្នឹងប្រើគេអត់ចោលទេហើយបានផ្លែហើយ1គីឡូ 4000ហើយសណ្ដែកគួរ1គីឡូបាន2000ទៅ2005គឺផ្លែស្គឹសហ្មងផ្លែអស់តោះហើយមិនមែនថាមួយកន្លែងទេគ្រប់កន្លែងទាំងអស់និយាយពីមិនថាកន្លែងណាទេមិនមែនថាថតទៅយកតែកន្លែងល្អណាមិនមែនទេណានេះគឺទូទៅហ្មងគឺផ្លែមែនតើណានិយាយពីម្ចាស់ស្បាយចិត្តហ្មងដល់ពេលឃើញផ្លែល្អម្ចាស់ស្បាយចិត្តមែនតើម្ចាស់ឥឡូវម្ចាស់ពងអបេះសណ្ដែកគួរហើយម្ចាស់ស្បាយចិត្តណាឥឡូវថ្ងៃហ្នឹងយកមកក្ដុងនេះម្ចាស់បាញ់សណ្ដែកគួរផងបាញ់សណ្ដែកបារាំងផង